ផលិតផលខ្មែរត្រូវបាននាំយកទៅដាក់លក់នៅក្នុងផ្សារទំនើបធំៗនិងមីនីម៉ាតល្បីៗជាង 22,000 ទីតាំងនៅតាមបណ្ដាប្រទេសជាច្រើននៅលើពិភពលោកលោកស្រីចោមនីម៉ូរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាផលិតផលខ្មែរបានបង្ហាញវត្តមានជាបន្តបន្ទាប់នៅលើធ្នើក្នុងផ្សារទំនើបធំៗនិងផ្សារមីនីម៉ាតល្បីៗជាច្រើននៅតាមបណ្ដាប្រទេសនានាដែលគិតមកដល់ពេលនេះផលិតផលខ្មែរជាច្រើនប្រភេទត្រូវបាននាំចេញយកទៅដាក់លក់នៅក្នុងផ្សារទំនើបនិងមីនីម៉ាតល្បីៗជាង 22,000 ទីតាំងក្នុងប្រទេសជប៉ុនកូរ៉េចិនម៉ាឡេស៊ីអង់គ្លេសអាមេរិកនិងសហភាពអឺរ៉ុបលោកស្រីចោមនិមលគូបញ្ជាក់បែបនេះធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ 2025 និងលើកទិសដៅការងារពាណិជ្ជកម្មឆ្នាំ 2026 នៅទីស្នាក់ការក្រសួងពាណិជ្ជកម្មនារាសីថ្ងៃទី 9 ខែមករាឆ្នាំ 2026 នេះលោកស្រីបានគូបញ្ជាក់យ៉ាងដូចនេះថាក្រុមការងារនាំចេញបានសម្របសម្រួលឲ្យមានប្រតិបត្តិការទិញលក់និងការចុះអនុសារណៈនៃការយោគយល់គ្នាចំនួន36និងការជំរុញវត្តមានផលិតផលកម្ពុជាចូលទៅកាន់បណ្ដាទីផ្សារទំនើបធំៗនិងផ្សារមីនីម៉ាតល្បីៗជាង 22,000 ទីតាំងក្នុងប្រទេសជប៉ុនកូរ៉េចិនម៉ាឡេស៊ីអង់គ្លេសអាមេរិកនិងសហភាពអឺរ៉ុបបើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទីផ្សារម៉ាឡេស៊ីបានបញ្ជាទិញនៅដំណាប់ស្វាយនិងស្វាយចន្ទីទីផ្សារជប៉ុនបានបញ្ជាទិញអង្កររំដួលអង្ករនាងខុននិងបាននាំយកគ្រាប់ស្វាយចន្ទីកែច្នៃយកទៅដាក់លក់នៅក្នុងផ្សារ Family Mart ចំនួន 16,320 ទីតាំងចំណែកទីផ្សារអូស្ត្រាលីបាននាំយកគ្រាប់ស្វាយចន្ទីដំណាប់ស្វាយខ្នុរសម្ងួតចេកសម្ងួតត្រាវសម្ងួតនិងអង្ករសែនក្រអូបដាក់លក់នៅក្នុងទីផ្សារទំនើបចំនួនប្រមាណ850ទីតាំងស្របពេលទីផ្សារអឺរ៉ុបបាននាំចេញស្វាយសម្ងួតនិងគ្រាប់ស្វាយចន្ទីដាក់លក់នៅទីផ្សារទំនើបជាង 6,000 ទីតាំងផងដែរបន្ថែមពីនេះក្រសួងពាណិជ្ជកម្មបានចុះហត្ថលេខាលើ MOU នៃការទិញលក់ផលិតផលកម្ពុជាក្នុងទឹកប្រាក់ជាង $600 លានសម្រាប់នាំចេញទៅកាន់ទីផ្សារចិនរួមមានដំឡូងមីស្ងួតស្វាយចន្ទីទុរេនចេកពោតដំណាប់ស្វាយមៀនស្រស់និងមៀនក្រៀមក្នុងគោលដៅជំរុញការនាំចេញផលិតផលខ្មែរឲ្យកាន់តែច្រើនក្រសួងពាណិជ្ជកម្មបានសហការជាមួយអង្គការនៃដៃគូអភិវឌ្ឍន៍សំខាន់ៗបង្កើតមជ្ឈមណ្ឌលសេវានាំចេញដើម្បីផ្តល់ការគាំទ្រនិងពង្រឹងនូវសមត្ថភាពបន្ថែមដល់វិស័យឯកជនកម្ពុជាតាមរយៈវគ្គបណ្ដុះបណ្ដាលបង្កើនសមត្ថភាពដល់ក្រុមហ៊ុនដែលមានបំណងក្នុងការនាំចេញផ្ដល់នូវព័ត៌មានការស្រាវជ្រាវបង្កើតបណ្ដាញទំនាក់ទំនងជាមួយអ្នកទិញទៅតាមទីផ្សារគោលដៅសំខាន់ជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ